បាទសួស្តីបងប្អូនបាទសម្រាប់ការតាមដានស្ដាប់នៅបទវិភាគខ្លីៗរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំមានប្រធានបទខ្លីមួយចង់និយាយអំពីគណៈបកទាំងពីររបស់សហរដ្ឋអាមេរិកគឺគណៈបកប្រជាធិបតេយ្យនិងគណៈបកសាធារណរដ្ឋបាទដែលមានក្រុមការងារដឹកនាំនៅពីខាងក្រោយនឹងយ៉ាងម៉េចបាទថ្មីនេះខ្ញុំឃើញអ្នកស្រី Kamala Harris ដែលតំណាងឲ្យគណៈបកប្រជាធិបតេយ្យហ្នឹងគាត់ចេញមក public speak ប៉ុន្តែគាត់មកនិយាយជាសាធារណៈថាសហរដ្ឋអាមេរិកជាប្រទេសរបស់យើងទាំងអស់គ្នាមិនថាអ្នកណាទេមិនថាអ្នករស់នៅឬក៏អ្នកមកធ្វើការនៅហ្នឹងឯងសុទ្ធតែប្រទេសរបស់យើងទាំងអស់គ្នាបាទយើងមានសិទ្ធិក្នុងការបញ្ចេញមតិមានសិទ្ធិក្នុងការកែតម្រង់ប្រទេសមួយហ្នឹងបាទហើយលោក Donald Trump ក៏អត់មាននិយាយអីដែរតែខ្ញុំចង់លើកច្រើនជាងគេហ្មងគឺគណៈបកប្រជាធិបតេយ្យដែលជាគណៈបកដែលអ្នកស្រី Kamala Harris គាត់ចូលឈ្មោះគណៈបកហ្នឹងអញ្ចឹងបងប្អូនគឺគេដឹកនាំតាមបែបប្រជាធិបតេយ្យគេគិតគូរច្រើនពីការផ្ដល់សិទ្ធិឲ្យទៅប្រជាជនផ្ដល់សិទ្ធិឲ្យទៅអ្នកដែលរស់នៅអាស្រ័យផលក្នុងសហរដ្ឋអាមេរិកបាទអាហ្នឹងគឺគេគិតច្រើនចំពោះគណៈបកប្រជាធិបតេយ្យបាទអញ្ចឹងគណៈបកប្រជាធិបតេយ្យអត់ពិបាកទេបើសិនជាចង់ជោគជ័យហើយឬឈ្នះក្នុងការបោះឆ្នោតក្រោយហ្នឹងដូរអ្នកស្រី Kamala Harris នឹងចេញទៅដាក់បេក្ខភាពប្រធានាធិបតីឬក៏បេក្ខភាពដែលត្រូវចូលឈ្មោះជាប្រធានាធិបតីហ្នឹងជាប្រុសទៅគណៈបកប្រជាធិបតេយ្យនឹងឈ្នះអូតូម៉ាទិកហើយមិនបាច់ឲ្យគាត់ចេញមកនិយាយស្អីទេបាទអ្នកស្រី Kamala Harris ទោះបីគាត់និយាយទៅដល់មកជុំវិញផែនដីនឹងក៏ដោយក៏មិនអាចឈ្នះគណៈបកសាធារណរដ្ឋបានដែរពីព្រោះអីគោលការណ៍របស់សហរដ្ឋអាមេរិកគឺមិនអោយមនុស្សស្រីដឹកនាំប្រទេសរបស់គាត់ទេបាទហ្នឹងបងប្អូនអាចថាកត់ចំណាំមួយទៅហើយមកដល់ពេលនេះប្រធានាធិបតីទី47លើកនេះហើយមិនទាន់មានប្រធានាធិបតីណាជាភេទសេរីទេប៉ុន្តែមានប្រធានាធិបតីជាជនជាតិស្បែកខ្មៅមានតែបើប្រធានាធិបតីស្រីគឺអត់តមានទេអត់តមានដូចអាល្លឺម៉ង់អត់តដូចមានអង់គ្លេសអត់ដូចនៅអូស្ត្រាលីកូរ៉េអីទេណាបាទគឺអត់តឃើញមានទេអញ្ចឹងលោក Donald Trump បើសិនជាអាណត្តិក្រោយបើសិនគាត់ចូលឈ្មោះបានគាត់នៅឈ្នះទៀតព្រោះដោយសារអីគណៈបកគាត់គឺមនុស្សប្រុសអ្នកមកចូលឈ្មោះជាប្រធានាធិបតីអញ្ចឹងចង់គេត្រូវឲ្យមនុស្សប្រុសដើម្បីដឹកនាំប្រទេសគេដែរពីព្រោះដឹកនាំទាំងប្រទេសដឹកនាំសេដ្ឋកិច្ចដឹកនាំទាំងសកលលោកបាទអញ្ចឹងបើសិនជាគណៈបកប្រជាធិបតេយ្យគាត់ធ្វើអញ្ចឹងវាធ្វើឲ្យខកបំណងណាទៅលើប្រជាជនដែលនៅអាមេរិកគឺខកបំណងណាដាក់មនុស្សស្រីមកអញ្ចឹងមិនមែនថាគាត់អត់មានសមត្ថភាពទេមិនមែនថាគាត់អត់ចេះនយោបាយទេគាត់ស្បែកខ្មៅពាក់ព័ន្ធមួយជនជាតិឥណ្ឌាអី1 2 3ដែលគេប្រអាប់ហ្នឹងទេក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺគេមិនអោយដឹកនាំទេគឺដាច់ខាតសភាដែលជនជាតិស្បែកសហ្នឹងសភាដែលគ្រប់គ្រងតាំងសភាជាន់ខ្ពស់សភាជាន់ទាបហ្នឹងបាទព្រឹទ្ធសភានិងរដ្ឋសភាហ្នឹងបងប្អូនបាទគេនៅស្រុកនោះគេហៅសភាជាន់ខ្ពស់សភាជាន់ទាបគេអញ្ចឹងទៅបាទគេមិនអោយទេបងប្អូនមិនអោយដាច់ខាតតែម្ដងអាហ្នឹងអ្វីដែលជាគោលការណ៍បាទហើយមិនបាច់ខំប្រឹងមកនិយាយជា public speak ទេគ្មានអ្នកណាគេគ្រប់គ្រងប៉ុន្តែសួរតែគេបោះឆ្នោតហើយគេអត់បោះទេបាទគឺត្រឹមត្រូវ 100% ខ្ញុំហ៊ាននិយាយអញ្ចឹងហើយខ្ញុំឃើញហើយមិនបាច់ទៅប្រៀបធៀបប្រជាធិបតេយ្យអាមេរិកដើរទៅមុខដើរទៅក្រោយអីអត់ទេអាហ្នឹងគឺគោលនយោបាយរបស់ប្រទេសរបស់គេហើយមិនបាច់មករិះគន់ទេអ្នកដែលដឹងហើយធ្វើមិនដឹងណាបាទខ្ញុំឃើញភាគច្រើនអត់សូវដឹងទេហើយនិយាយមកចង់រិះគន់គេប៉ុន្តែអត់បានទៅមើលគោលនយោបាយអត់បានទៅមើលរបៀបដឹកនាំប្រទេសស៊ីជម្រៅរបស់គេបាទគឺគេមិនអោយមនុស្សស្រីដឹកនាំទេនៅសហរដ្ឋអាមេរិកបាទអញ្ចឹងពីខ្ញុំទៅខ្ញុំមានការវិភាគខ្លីៗអញ្ចឹងបើសិនជាចង់ឃើញគណៈបកប្រជាធិបតេយ្យដឹកនាំសហរដ្ឋអាមេរិកហើយធូរស្រាលជាងនេះខ្ញុំគិតថាគណៈបកប្រជាធិបតេយ្យនឹងគួរតែដូរអ្នកស្រី Kamala Harris ចេញទៅដាក់បេក្ខភាពប្រធានាធិបតីជាមនុស្សប្រុសទៅបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបាទ